សូមស្វាគមន៍មកកាន់ដំណើរមួយដែលជាចំណងនៃសហគមន៍ផ្លាស់ប្ដូរមិនត្រឹមតែការអប់រំប៉ុណ្ណោះទេប៉ុន្តែថែមទាំងចិញ្ចឹមក្តីសុបិនរបស់មនុស្សចំនួនក្រោយរបស់យើងផងដែរនៅក្នុងពិភពលោកមួយដែលភាពអត់ឃ្លានគំរាមកំហែងដល់ក្តីស្រមៃរបស់កុមាររាប់លាននាក់កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍អាចផ្ដល់ជាពន្លឺដ៏ចែងចាំងនៃក្តីសង្ឃឹមរបស់កុមារកម្ពុជាដែលជាមូលធនមនុស្សស្ថិតក្នុងអថេរភាពនៃយុទ្ធសាស្ត្របញ្ចកោណដែលកំពុងអនុវត្តដោយរដ្ឋាភិបាលកម្ពុជាជំរាបសួរខ្ញុំបាទឈ្មោះសុកសុភិបជានាយកសាលាបឋមសិក្សាចំបក់មាសសាលាបឋមសិក្សាចំបក់មាសស្ថិតនៅក្នុងភូមិចំបក់មាសឃុំស្នាមព្រះស្រុកបាកានខេត្តពោធិ៍សាត់សម្រាប់ខ្ញុំជាគណៈគ្រប់គ្រងសាលានេះខ្ញុំគិតថាកម្មវិធីអាហារពេលព្រឹកសម្រាប់សិស្សនេះគឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់សាលារៀនខ្ញុំព្រោះតាំងពីដើមឡើយមកដោយសារតែសាលាខ្ញុំមិនមានអាហារពេលព្រឹកធ្វើឲ្យអត្រារៀនសូត្ររបស់សិស្សការបោះបង់ការរៀនគឺមានកម្រិតទាបបំផុតនៅពេលដែលខ្ញុំទទួលបានអាហារពេលព្រឹកកំណើនសិស្សសាលាខ្ញុំកើនឡើងការរៀនសូត្រក៏មានការវិវត្តបានប្រសើរឡើងជាលំដាប់ក្នុងដំណើរការកម្មវិធីអាហារពេលព្រឹកនៅសាលារៀនគឺមិនអាចខ្វះបានទេក្នុងការចូលរួមពីសហគមន៍ក៏ដូចជាមាតាបិតាសិស្សកន្លងមកនៅសាលាយើងខ្ញុំមាតាបិតាសិស្សតែងតែឧបត្ថម្ភជាថវិកាឧបត្ថម្ភជាសម្ភារៈគាត់តែងតែជួយទំនុកបម្រុងជាបន្លែបង្ការក៏ដូចជាផ្លែឈើក៏ដូចជានំចំណីដែលគាត់ផលិតនៅក្នុងសហគមន៍យកមកបន្ថែមពីលើអាហារូបត្ថម្ភផ្សេងទៀតដែលសាលាបានរៀបចំតាមខ្ញុំសង្កេតមើលដែលសាលាដែលមានអាហារពេលព្រឹកហើយសាលាដែលអត់គឺសាលាដែលមានអាហារពេលព្រឹកគឺល្អសម្រាប់និយាយត្រង់ទៅសម្រាប់សិស្សដែលក្រីក្រដែលឪពុកម្ដាយលឹមឡើងរលុយឲ្យកូន4-500អីអត់បានហ្នឹងយើងគាត់អណាគាត់ត្រេកអរសម្បើមរដ្ឋបាលស្រុកបាកានបានទទួលកម្មវិធីអាហារតាមសាលារៀនចាប់ពីឆ្នាំ2008ដល់2009រហូតមកដល់បច្ចុប្បន្នក្នុងនោះការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកទី1គឺការគ្រប់គ្រងធនធានមនុស្សដែលក្នុងនោះគឺសំដៅទៅលើគ្រូសិស្សនិងសហគមន៍ទី2ការគ្រប់គ្រងបច្ចេកទេសក្នុងនោះសំដៅទៅលើការរៀននិងបង្រៀននិងទី3ការអភិវឌ្ឍសាលារៀនដែលក្នុងនោះគឺយើងសង្កត់ធ្ងន់ទៅលើការគៀងគរធនធានដើម្បីយកមកអភិវឌ្ឍសាលារៀនតួនាទីរបស់ខ្ញុំជាអភិបាលស្រុកខ្ញុំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាលារៀននិងប្រជាជននៅមូលដ្ឋានទី1យើងបានបង្កើតគណៈកម្មការថ្នាក់ស្រុកដើម្បីពិនិត្យនៅបញ្ហាទាំងឡាយដែលកើតមានទាក់ទងជាមួយនឹងអាហារតាមសាលារៀនឆ្នាំ2024នេះរដ្ឋបាលស្រុកដាក់បញ្ចូលអាហារពេលព្រឹកទៅក្នុងកម្មវិធីអភិវឌ្ឍ5ឆ្នាំនិងកម្មវិធីវិនិយោគ3ឆ្នាំរំកិលក្រោយពីបង្កើតគណៈកម្មការហើយគឺស្រុកបាននឹងរៀបចំប្រជុំធ្វើផែនការសកម្មភាពប្រចាំឆ្នាំក្រោយពីយើងបានរៀបចំធ្វើផែនការសកម្មភាពនេះស្រុកនឹងមានយុទ្ធសាស្ត្រចុះតាមដានត្រួតពិនិត្យវិតម្លៃនៅក្នុងសាលារៀនខ្ញុំបានទទួលកម្មវិធីអាហារពេលព្រឹកហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលទទួលបានកម្មវិធីមួយនេះទី1គឺសិស្សគាត់ញ៉ាំបាយបានឆ្អែតបំបត្តិនូវភាពស្រេកឃ្លានរបស់គាត់បាទគាត់ការសិក្សារបស់គាត់ក៏ល្អចំណុចមួយទៀតគឺបណ្ដុះឲ្យគាត់ទម្លាប់ញ៉ាំអាហារពេលព្រឹកនៅក្នុងសាលារៀនយើងក៏មានសួនបំណិនជីវិតវានៅតែជាខ្នាតតូចនៅឡើយទេប៉ុន្តែយើងនឹងព្យាយាមពង្រីកឲ្យកាន់តែមានវិសាលភាពធំជាងនឹងបន្តិចទៀតបាទលើពីនេះសាលារៀនយើងក៏មានបាទការប្រកួតកីឡានិងសិល្បៈផងដែរកម្មវិធីអាហារនៅសាលារៀនច្បាប់មាសខ្ញុំបានចូលរួមដូចជាអស់ហើយនឹងពេលអាហារសាលារៀនខ្វះថវិកាទិញគ្រឿងក្រៅខ្ញុំបានចូលខ្លះដែរមូលហេតុដែលខ្ញុំជួយសាលារៀននៅឃើញថាគាត់បានផ្ដល់ជាអាហារសិស្សពេលព្រឹកខ្ញុំបានកាត់បន្ថយលុយដែរធ្លាប់ឲ្យគាត់1500ចឹងគាត់យកតែ1000នេះក៏បានហូបបាយពេលព្រឹកចឹងនាងខ្ញុំសង្កេតមើលទៅនៅក្នុងសហគមន៍របស់នាងខ្ញុំនឹងសាលាបឋមសិក្សាច្បាប់មាននេះមានការរីកចម្រើនយ៉ាងខ្លាំងបើប្រៀបធៀបពីមុនមកទល់នឹងឥឡូវនេះគឺខុសគ្នាឆ្ងាយព្រោះអីសាលារបស់នាងខ្ញុំមានអាហារពេលព្រឹកញ៉ាំធ្វើឲ្យសិស្សមករៀនទៀងទាត់ខ្ញុំគណៈធម៌ភាពបានសម្លឹងមើលទៅឃើញថាអត្ថប្រយោជន៍ទី1ជួយឲ្យក្មេងៗគាត់មានអាហារពេលព្រឹកបរិភោគទី2ធ្វើឲ្យគាត់នឹងឯងស្រឡាញ់សាលា
ចង់មកសិក្សារៀនសូត្រហើយទី3គឺជួយកាត់បន្ថយនៃការចំណាយរបស់ឪពុកម្ដាយឬក៏អាណាព្យាបាលសម្រាប់ការគៀងគរថវិកាមកជួយសាលារៀននេះដំបូងឡើយជួបនៅបញ្ហាដែរគាត់ផ្ដោតសំខាន់ទៅលើតែការកសាងវត្តអារាមឬក៏ធ្វើបុណ្យតែនៅក្នុងវត្តទេក្រោយមកគាត់បានយល់ថាការធ្វើបុណ្យនេះមិនមែនចាំបាច់តែយើងធ្វើតែនៅក្នុងវត្តអារាមទេយើងធ្វើទីណាក៏ដោយទីកន្លែងសាធារណៈក៏ដោយឲ្យតែចិត្តយើងជ្រះថ្លាហើយបរិច្ចាគធនធានដោយប្រកបទៅដោយបញ្ញាជួយកិច្ចការងារសង្គមក៏ឈ្មោះថាការបំពេញបុណ្យដែរបាទយើងក៏បានណែនាំគៀងគោតាក់ទងជាមួយនឹងកន្លែងចំអិនផងដែរដើម្បីរៀបចំកន្លែងណាដែលអត់សមរម្យអត់មានហ្នឹងគឺយើងបានគៀងគោសប្បុរសជននានាហ្នឹងធ្វើរោងបាទទោះបីជាមិនស្តង់ដារក៏ដោយក៏យើងបានធ្វើកន្លងមកក្នុងនាមខ្ញុំការដឹកនាំនៅក្នុងឃុំខ្ញុំចង់ឲ្យសាលាដែលអត់មានអាហារពេលព្រឹកហ្នឹងឲ្យមានដូចដែលអ្នកដែលសាលាដែលមានរងថ្ងៃដែរខ្ញុំសនោមពរទៅខាងរាជរដ្ឋាភិបាលដើម្បីជួយឧបត្ថម្ភរីកបន្តបាទទីហោសពថ្ងៃមាន4មាន5អញ្ចឹងចង់បរិយាឲ្យគ្រប់សាលាទាំង10ទាំង12ទាំងអនុទាំងអីហ្នឹងជាក្តីសម័យរបស់ខ្ញុំចង់ឃើញសាលារៀនខ្ញុំនេះទទួលបានអាហារ2ពេលគឺអាហារពេលព្រឹកហើយនៅថ្ងៃត្រង់ពូគូអំណងចង់ឲ្យសិស្សបានរៀនពេញមួយថ្ងៃបានចូលរួមចំណែកក្នុងការមើលកូនចៅគាត់ហើយក៏ចង់បង្ហាញឲ្យគាត់ឃើញថាសាលាបានជួយដល់កូនគាត់យ៉ាងពិតប្រាកដមែនសមដោយអ្វីដែលគាត់បានជួយមកដល់សាលារៀនទន្ទឹមនោះដែរក៏សូមថ្លែងអំណរគុណដល់កម្មវិធីស្បៀងអាហារពិភពលោកសហការជាមួយអង្គការកយការកម្ពុជាដែលបានផ្ដល់អាគារទទួលទានអាហារនិងផ្ទះបាយដល់សាលាបឋមសិក្សាច្បក់មាសនិងសូមថ្លែងអំណរគុណដល់សហគមន៍ក៏ដូចជាសប្បុរសជនជាតិឆ្ងាយដែលតែងតែគាំទ្រដល់សាលារៀនយើងខ្ញុំគ្រប់សកម្មភាពអភិវឌ្ឍសាលារៀនផងដែរសូមអរគុណថ្ងៃនេះយើងស្វែងយល់ពីបេះដូងនៃកម្មវិធីផ្ដល់អាហារនៅតាមសាលារៀនដែលមិនត្រឹមតែបំពេញក្រពះដែលស្រេកឃ្លានប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់ថាមពលដែលពួកគេត្រូវការដើម្បីលូតលាស់ហើយវាជាសក្ខីភាពមួយចំពោះថាមពលនៃការសហការរវាងចុងភៅគ្រូបង្រៀនសហគមន៍និងរាជរដ្ឋាភិបាលដើម្បីធានាថាគ្មានកុមាររស់ដោយភាពអត់ឃ្លានហើយកុមារគ្រប់រូបត្រូវមានឱកាសរៀនដូចគ្នា